តោះស្ដីទៅកាន់បងប្អូនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំសាជាថ្មីម្ដងទៀតហើយបញ្ញាអញ្ចឹងថ្ងៃហ្នឹងគឺយើងមកវិភាគទៅលើតម្លៃមាសជាធម្មតាដែលជា daily analysis របស់យើងប្រចាំព្រឹកក៏ប៉ុន្តែថ្ងៃនេះរៀងពិសេសតិចបងប្អូនខ្ញុំថែមមួយ signal ទៀតទៅលើតម្លៃផេងអញ្ចឹងកុំឲ្យវែងឆ្ងាយយូរយើងមកមើលពីតម្លៃមាសសិនបងប្អូនតម្លៃមាសឥឡូវហ្នឹងគឺនៅ$5000ក្នុង1អោនអញ្ចឹងកុំឲ្យវែងឆ្ងាយយូរគឺយើងអាចធ្វើការ buy now តែម្ដងទិញទៅលើតម្លៃមាសតែប៉ុន្តែខ្ញុំឲ្យបងប្អូននៅក្នុងក្រុមគាត់ទិញតាំងពីនៅតម្លៃ4995ក៏ប៉ុន្តែខ្ញុំទៅចេញបានចេញវីដេអូដោយសារតែមុនហ្នឹងលវអញ្ចឹងបងប្អូនអញ្ចឹងហើយអញ្ចឹងមកខ្ញុំនិយាយបញ្ជាក់ជូនបងប្អូនដដែលបើសិនជាបងប្អូនអត់បានចូលក្រុមបងប្អូនអាចចូលក្រុមបានដោយសារតែខ្ញុំតម្លាក់ព័ត៌មានក៏ដូចជា signal ឬមួយក៏ analyze លឿនអញ្ចឹងហ្នឹងក្នុងក្រុមរបស់ខ្ញុំអញ្ចឹងខ្ញុំមកនិយាយពីហេតុផលដែលខ្ញុំធ្វើការទិញតម្លៃមាសនៅកន្លែងហ្នឹងដោយសារតែទី1ខ្ញុំមើលឃើញទៅលើនេះបងប្អូន4ម៉ោងEMA របស់វារត់នៅតំបន់នេះជាតម្លៃដែលវាហៅថា supply ក៏បានដែរវាត្រូវតែរត់ទៅដល់តម្លៃហ្នឹងវិញសម្រាប់4ម៉ោងអញ្ចឹងការ take profit របស់ខ្ញុំគឺ5080កាលពីម្សិលមិញក៏ដូចគ្នាដែរបងប្អូនយើងនៅធ្វើការទិញអញ្ចឹងក៏ប៉ុន្តែម្សិលមិញវារត់បានត្រឹមដល់5040ជាងឥឡូវហ្នឹងយើងនឹងចាំមើលតើវាប៉ះទៅលើ target របស់យើងអត់5080ហ្នឹងហ្នឹងមួយទី1គឺយើងមើលទៅលើ EMA ទី2នេះបងប្អូន trend កន្លែងនេះយ៉ាអត់មាន break តាណាទេវានៅជ្រាមឆុំហ្នឹងអញ្ចឹងកន្លែងហ្នឹងគឺយើងនៅតែអាចធ្វើការ buy បានហើយយើងរកចាំ take profit នៅកន្លែងនេះសិនតើបើសិនជាមកដល់កន្លែងហ្នឹងហើយយើងកុំតាន់ធ្វើអីទេបងប្អូនយើងចាំតែ take profit មកហើយចាំមើលថាបើសិនជា price វាមិនទេចាំយើងគិតបន្តទៀតក៏ប៉ុន្តែឥឡូវហ្នឹងគឺយើងអាចរងចាំឲ្យផ្សារមកដល់កន្លែងហ្នឹងសិនចាំយើងគិតគូរបន្តទៀតអូខេអញ្ចឹងនេះគឺជាសម្រាប់តម្លៃមាសគឺយើងទិញដដែល target របស់យើង5080តោះឥឡូវយើងមកមើលពីតម្លៃផេងម្ដងតម្លៃផេងក៏ខ្ញុំបានតម្លាក់ឲ្យបងប្អូនធ្វើការនេះដែរឈប់គឺសួយអយសួយអូខេយើងប្រើនេះម្ដងហ្នឹងហើយអញ្ចឹងយើងមកមើលពីតម្លៃផេងម្ដងតម្លៃផេងក៏ដូចគ្នានៅក្នុងក្រុមគឺខ្ញុំបានធ្វើការឲ្យបងប្អូនធ្វើការ sell ទៅលើតម្លៃផេងអញ្ចឹងខ្ញុំមកបញ្ជាក់បងប្អូនមួយទៀតទៅលើតម្លៃមាសជាមួយតម្លៃផេងយើងអាចមើលបានបើសិនជាកាន់ន័យថាតម្លៃផេងចុះតម្លៃមាសនឹងប្រកាសជាឡើងដោយសារតែមួយរយៈនេះយើងអត់មើលវែងឆ្ងាយទេយើងមើលទៅលើសង្គ្រាមតែម្ដងសង្គ្រាមកំពុងតែវឹកវរផលវិបាកនៃការដឹកប្រេងតាមប្រទេសផ្សេងដោយសារតែមានការបិទទៅលើច្រក Hormuz ហ្នឹងវាកាន់តែពិបាកទៅធ្វើឲ្យតម្លៃប្រេងមានការកើនឡើងមកដល់សប្តាហ៍ថ្ងៃហ្នឹងអញ្ចឹងហើយបច្ចុប្បន្នច្រក Hormuz មានការបើកដំណើរការវិញបណ្ដាហើយអញ្ចឹងអាចនឹងបានថាតម្លៃប្រេងនឹងមានការថមថយចុះវិញដូចគ្នាហ្នឹងជាហេតុផលដែលខ្ញុំឲ្យបងប្អូនទាំងអស់នៅក្នុងក្រុមគឺយើងធ្វើការ sell off វិញទៅលើតម្លៃប្រេងអូខេអញ្ចឹងការតម្លៃប្រេងគឺខ្ញុំឲ្យបងប្អូនធ្វើការ sell នៅតម្លៃ94ជាងអូខេដោយសារតែទី1បើសិនជាយើងមើលទៅលើព័ត៌មាន fundamental ហ្នឹងហើយដូចខ្ញុំនិយាយបញ្ជាក់មុនហ្នឹងអញ្ចឹងច្រកសមុទ្រ Hormuz មានការបើកដំណើរការវិញវាមកល្មមដែរអញ្ចឹងតម្លៃប្រេងខ្ញុំគិតថាវានឹងអាចមានការថមថយមកវិញខ្លះហើយសម្រាប់តម្លៃប្រេងគឺយើងទិញគឺយើងលក់គឺយើងប្រើទៅលើ SL បងប្អូន SL របស់យើងគឺនៅ9800អូខេយើងខ្សែនៅ94 SL របស់យើង98ហើយសម្រាប់ TP គឺយើងអាចធ្វើការចាំ take profit នៅតម្លៃ91ឬមួយក៏92បានឬមួយក៏ប្លែកទៅលើ TP ក៏បានដែរបងប្អូនសម្រាប់TP page ហ្នឹងហើយមួយទៀតនេះមើលទៅលើ1ម៉ោងខ្ញុំឃើញ candlestick នេះ very check កន្លែងហ្នឹងអញ្ចឹងបានថាprey វានឹងមានការចុះវិញបន្តទៀតអាចនឹងចន្លោះប៉ុណ្ណឹងក៏ប៉ុន្តែខ្ញុំអត់ឲ្យ recommend អត់ដាក់ទៅលើ SL ទេទៅលើតម្លៃ prey ព្រោះ prey គឺយើងត្រូវតែប្រើ SL ជាចាំបាច់បើយើងអាចឃើញមើលដឹងមុនថាវាត្រូវតែចុះមក 100% ទេក៏ប៉ុន្តែយើងអាច trade បានទៅលើតម្លៃ prey អញ្ចឹងយើងមានតែចាំមើលទាំងអស់គ្នាសម្រាប់បងប្អូនដែលចង់ប្រសាសន៍ទៅលើកណនី trade
ហើយទទួលបានការ support ពីខ្ញុំបងប្អូនអាចតាក់ទងមកខ្ញុំបានមួយទៀតសម្រាប់បងប្អូនដែលរវល់ជាមួយនឹងការងារឬមួយក៏ការរកស៊ីបងប្អូនអាចដាក់ទៅលើ copyright បានដូចគ្នាហ្នឹងហើយអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនដែលអត់បានចូលក្រុមបងប្អូនអាចចូលក្រុមបានអរគុណ